បាទទ្រូសិជនវគ្គនេះគឺជាវគ្គចុងក្រោយហើយនៅក្នុងកម្មវិធីយើងខ្ញុំសូមអនុញ្ញាតជាប់ទូរស័ព្ទទៅភ្នាក់ងារប្រចាំការនៅក្នុងខេត្តបណ្ដាខេត្តមួយរូបទៀតគឺជួបនឹងលោកកាំងរីប្រចាំការនៅក្នុងខេត្តបាត់ដំបងបាទជម្រាបសួរលោកកាំងរីបាទជំរាបសួរលោកវត្រានិងកញ្ញាបាទចាជំរាបសួរបាទលោកកាំងរីព្រឹកហ្នឹងមានរឿងរ៉ាវអីជម្រាបជូនដល់សាធារណជនលោកបានជ្រាបបានបាទដល់ព្រឹកនេះជំនាញសេចក្តីរាយការណ៍មួយបាទពលរដ្ឋចំនួន5កុសារស់នៅខាងក្រោយលើគ្នាតវ៉ាព្រោះអ្នកខាងមុខបិទទៅមិនឲ្យពួកគាត់ចេញចូលផ្ទះរបស់ពួកគាត់បាទទៀតដូចញឹកណារឿងបាត់ដំបងរឿងបាត់ផ្លូវហ្នឹងបាទសូមអញ្ជើញបាទលោកវត្រាលោកម៉ោងធឿនតំណាងប្រជាពលរដ្ឋ5កុសារស់នៅខាងក្រោយក្នុងភូមិពីមឯកឃុំពីមឯកស្រុកឯកភ្នំខេត្តបាត់ដំបងលោកបានឲ្យដឹងថាលោកហយឈឿងមិនបានគោរពកិច្ចសន្យារបស់ខ្លួនឡើយដែលមានការទទួលស្គាល់ដឹងឮពីអាជ្ញាធរភូមិឃុំពីឯកលោកបានបដិសេធមិនគោរពកិច្ចសន្យាឈប់ដោះដូរដីបើចង់ដោះដូរដីត្រូវចាក់ដីឲ្យពេញដីស្រែទើបលោកដោះដូរឲ្យដីផ្លូវដើរបាទហើយលោកបន្តថាលោកមានផ្ទះរស់នៅខាងក្រោយដើមឡើយមិនមានរបងបិទទេជាផ្លូវសាធារណៈដីដើរឆ្លងពីវាលពីកាលទំហំជាងផ្លូវនេះជាង1ម៉ែត្រដោយម្ចាស់ដីខាងមុខជាប់ផ្លូវនេះចេះតែរកឬម្ដងចេះម្ដងចុះលោកក៏សម្រេចចិត្តបត់ចាក់ដីតខ្លួនរបស់លោកនេះទំហំ25វា2ម៉ែត្រគុណនឹង29វា7ម៉ែត្រស្មើនឹងផ្ទៃដីជាង700ម៉ែត្រការ៉េដែលលោកបានដោះដូរជាមួយនឹងដីផ្លូវទៅតាំងពីបណ្ដោយបណ្ដោយជាង50ម៉ែត្រតាំងពីឆ្នាំ2006មកបន្លប្រាប់តែពេលនេះត្រូវបានពិធីដែលដោះដូរឈ្មោះឲ្យជាងហ្នឹងលែងយកព្រមដោះដូរវិញដែលយកបន្លាលួនហ្នឹងបាត់មិនឲ្យពួកគាត់នៅខាងក្រោយហ្នឹងដើរចេញចូលឡើយចូលលោកកាំងរីដល់ឡាយអាញាធូវិញនៅពេលបិទបន្លាលួនរយៈពេលប្រហែលថ្ងៃប្រហែលខែតើលោកមានចំណុចយ៉ាងណាខ្លះដើម្បីសម្អាងឬក៏អាចបើកផ្លូវទៅដល់បងប្អូនប្រជាពលរដ្ឋដែលតវ៉ាហ្នឹងបាទលោកវត្រាបាទក្នុងគណៈនេះដែរតំណត់ដីដល់ក្តៅគុកនេះអាជ្ញាធរភូមិឃុំក៏បានប្រកាសសម្រាប់ដោះស្រាយចំនួន2លើកមកឲ្យនៅតែមិនចេញដដែលហើយតំណាងក្នុងនោះមានតំណាងគណៈបកចំនួនដល់13ឯនោះដែលដឹកនាំដោយលោកសាំងរ៉ាវនេះលោកមេឃុំពីមឯកនេះលោកបានលើកហេតុផលយ៉ាងដូចនេះថាបាទសូមដាក់សម្លេងរបស់លោកបន្តិចបាទសម្លេងតាមទាំងស្រុងអរគុណទូរទស្សនិកជនជាបន្តសូមស្ដាប់នៅសម្លេងដើមទាំងស្រុងរបស់បងប្អូនជាពលរដ្ឋដែលតវ៉ាបាទសូមអញ្ជើញពេទ្យផ្លូវនេះវាមានពីយូរមកហើយតាមខ្ញុំដឹងខ្ញុំមកនៅដីពីមឯកនេះឆ្នាំ84ផ្លូវនេះមានមកហើយដល់ក្រោយមកមានការកម្មកុសបានឈ្មោះម៉ោងធឿនថាដើម្បីផ្លូវនេះឲ្យមកកម្មកុសសុំផ្លូវនេះបាន2ម៉ែត្រដើម្បីដូរដីឈ្មោះម៉ោងធឿនក៏ដូរដាច់មុខតគាត់ទេគាត់ឲ្យជាង700ម៉ែត្រការ៉េដើម្បីឲ្យផ្លូវនេះបាន2ម៉ែត្របងប្អូនប្រជាពលរដ្ឋ5គ្រួសារនឹងដើរតាមក៏ពិតឈ្មោះហយឈឿងបានធ្វើកិច្ចសន្យាកិច្ចណែដូរដីកិច្ចព្រមព្រៀងដូរដីហើយកិច្ចសន្យាដូរដីមួយទៀតឲ្យដើរ2ម៉ែត្រក្រោយមកលោកហយឈឿងនេះអត់គោរពកិច្ចសន្យាទៅថ្ងៃក្រោយនេះគាត់ទៀមទាចង់ឲ្យអ្នកដែលដូរដីឈ្មោះម៉ោងធឿននឹងចាក់ដីបំពេញឲ្យគាត់តែកិច្ចសន្យាអត់មាននេះកាលពីដូរមកហើយឥឡូវគាត់ទៀមទាគាត់ធ្វើដែលបាច់ធ្វើម៉េចឲ្យបានបិទផ្លូវនេះគាត់ថាឲ្យឈ្មោះម៉ោងធឿននឹង5គ្រួសារចាក់ដីឲ្យគាត់តាមក៏ពេលការងារដែលដូរធ្វើកិច្ចសន្យានោះគាត់បានធ្វើកិច្ចសន្យាចាក់ដីបំពេញទេដូរដីស្មើហើយនឹងផ្លូវនេះឲ្យបាន2ម៉ែត្រក្រោយមកការងារឃើញកម្មកុសរហូតតាមកុសក៏ប៉ុន្តែផ្លូវនេះនៅតែបានដើរក៏ប៉ុន្តែលក្ខណៈមិនពេតទេលោកហយឈឿងមិនដាក់ឲ្យគ្រប់2ម៉ែត្រទេបងប្អូនជាដើរតែខ្លះ1ម៉ែត្រថាដូចលោកឃើញស្រាប់ហើយផ្លូវនេះអត់ពេញ2ម៉ែត្រទេបាទលោកកាំងរីសូមអរគុណលោកកាំងរីបាទជាការបញ្ញលោកសុខាបាទការដោយការលើកឡើងរបស់លោកមេឃុំបាញ់មិញនេះមិនមែនជាបរិវត្តជាលោកមេឃុំពីមឯកបាទគឺលោកបានលើកឡើងដូចនេះថាភាគីខាងមុខនេះគឺគាត់មិនគោរពកិច្ចសន្យារបស់ខ្លួនទេបាទទើបមានបញ្ហាបែបនេះកើតឡើងបាទអរគុណជម្រាបលាលោកកាំងរីរាយការណ៍ពីខេត្តបាត់ដំបងនៅវេលាព្រឹកហ្នឹងបាទអរគុណលោកវត្រាបាទអរគុណទូរទស្សនិកជនជាទីគោរពអានបានមកដល់ទីបញ្ចប់ទៅហើយកម្មវិធីហោមានព័ត៌មានម៉ោងទី1ហើយសូមអនុញ្ញាតជម្រាបជូនខ្លីបន្ថែមមិញបងប្អូនជនរងគ្រោះដែលត្រូវគេបាញ់ស្លាប់កាលពីវេលាម៉ោង7ជាងម្សិលមិញហ្នឹងបាញ់4គ្រាប់ហ្នឹងគាត់បានដំណើរមកប្រាប់រឿងខ្លីបន្តិចទេហើយលោករដ្ឋាភិបាលនឹងជម្រាបជូនរឿងរ៉ាវលម្អិតពាក់ព័ន្ធទៅនឹងជុំវិញនៃការស្លាប់និងការបាញ់សម្លាប់ជនរងគ្រោះរហូតដល់4គ្រាប់ហ្នឹងពីរឿងអ្នកដែលឃើញហេតុការណ៍ហ្នឹងគេបាននិយាយថាមកពីរឿងជនរងគ្រោះមុននឹងត្រូវគេបាញ់រត់មកចូលកន្លែងគេជួយគ្នាច្រើនប៉ុន្តែដកខ្សែក្រវ៉ាត់ដូរនឹងការពារខ្លួនវិញត្រូវគេបាញ់4គ្រាប់ហ្នឹងហើយមិនដឹងថាទស្សនវិជ្ជាយ៉ាងណាគឺខៅលោកធានជម្រាបជូនពាក់ព័ន្ធនឹងព័ត៌មានបន្ថែមហើយខ្ញុំបាទមានរូបភាពគាត់ត្រូវគេបាញ់ស្លាប់ហ្នឹងទើបការបាន8ខែដែរ
ទើបការបាន8ខែគ្នាស្លាប់ដល់ប្រពន្ធគាត់ហ្នឹងក៏ហូរយំអរគុណទូទស្សនិកជនមកដល់ទីបញ្ចប់ទៅហើយកញ្ញាមានអីបន្ថែមចាអស់ហើយដោយសារនៅសល់រឿងមួយហ្នឹងពិសេសតែចាំដល់ម៉ោងលោករាធីអញ្ចឹងពីក្រុមការងារក៏សូមអរគុណទៅដល់ទស្សនិកជនដែលខំចំណាយពេលវេលាដ៏មានតម្លៃដើម្បីតាមដានទស្សនាព័ត៌មានហងមានរបស់យើងហើយបន្តិចទៀតលោកអ្នកនឹងបានទស្សនាព័ត៌មានលម្អិតបន្ថែមអំពីរឿងមិញដែលលោកបត្រាបានជម្រាបជាមួយនឹងលោកមេរិទ្ធីនិងកញ្ញាឌីណាខណៈនេះនាងខ្ញុំទាំងពីរនាក់សូមអរគុណសូមជម្រាបលា